ចានេះគឺជាកន្លែងតម្រង់ជួរចាំយកกระดาษបសសនៅមន្ទីរពេទ្យកាល់ម៉ែតចាដើម្បីបានកระดาษមួយច្បាប់នេះគឺយើងត្រូវហុចកាតបសសយើងទៅឲ្យខាងរដ្ឋបាលទៅគេនឹងធ្វើការវាយត្រានៅលើឯកសារនេះហើយហុចឲ្យយើងវិញតែប៉ុណ្្នឹងគឺរួចរាល់ហើយបន្តមកទៀតគឺយើងត្រូវដើរទៅខាងមុខដើម្បីទៅកន្លែងពិនិត្យផ្ទៃពោះដោយសារតែអាគារបសសហ្នឹងគឺនៅខាងក្រោយហើយបន្ទាប់ពីបងប្អូនដើរមកដល់កន្លែងច្រកនេះគឺបងប្អូនបត់ស្ដាំមកចាបត់ស្ដាំមកដើរមកត្រង់មកគឺមានផ្លាកមួយទៀតចាផ្លាកកន្លែងនេះគឺបងប្អូនធ្វើការបត់ឆ្វេងចាបត់ឆ្វេងទៅគឺដល់កន្លែងដែលយើងត្រូវរងចាំពិនិត្យផ្ទៃពោះហើយចាគឺកន្លែងនេះខាងក្នុងនឹងឯងមកដល់ខាងក្នុងនេះការងារដំបូងគឺបងប្អូនត្រូវចាប់លេខរៀងជាមុនសិនហើយចាំស្ដាប់គេហៅលេខរៀងដើម្បីចូលទៅកន្លែង call center ចាពេលព្រឹកគឺអាចមនុស្សច្រើនតិចហើយខ្ញុំមកនេះគឺពេលថ្ងៃអញ្ចឹងអត់សូវមានមនុស្សទេហើយខាងពេទ្យគឺគេសម្រាប់ថាម៉ោង4 នាទីធ្វើម៉េចយើងទៅឲ្យបានមុនម៉ោង4ទៅគឺអាចចូលបានណាអញ្ចឹងសម្រាប់អ្នកដែលចូលទៅពិនិត្យផ្ទៃពោះខែដំបូងគឺអត់ទាន់មានតារាងតាមដានមានផ្ទៃពោះនេះទេអញ្ចឹងគឺខាងពេទ្យគេនឹងចេញតារាងនេះឲ្យហើយខែបន្ទាប់ទៀតគឺទៅតាមពេទ្យណាត់ហើយការណាត់ហ្នឹងគឺគេមើលទៅតាមលើអេកូតើអេកូហ្នឹងគឺគេឲ្យទៅនៅថ្ងៃទីប៉ុន្មានអញ្ចឹងយើងត្រូវទៅតាមពេទ្យណាត់ហើយពេទ្យណាត់ពេលព្រឹកគឺយើងត្រូវទៅពេលព្រឹកព្រោះពេលខ្លះគឺអាចត្រូវទៅចាក់វ៉ាក់សាំងអីអញ្ចឹងគឺពេលព្រឹកជាពេលវេលាដែលល្អហើយមួយទៀតពាក់ព័ន្ធនឹងការស្នើសុំលុយចំនួន 80000 ហើយយើងបើកបាន4ដងក្នុងរយៈពេលទៅរាល់ពេលទៅពិនិត្យផ្ទៃពោះម្ដងហើយដើម្បីស្នើនឹងបានគឺយើងត្រូវមានកាតបសសហើយនឹងសបុតអេកូដែលយើងអេកូចំនួន3ខែដំបូងខែទី1ខែទី2និងខែទី3ហើយបន្ទាប់មកយកឯកសារហ្នឹងយកទៅដាក់នៅកន្លែងបសសទៅមួយទៀតគឺខាងបសសគេបើកលុយក្នុងចន្លោះពេលមួយអាទិត្យបន្ទាប់ពីយើងពិនិត្យផ្ទៃពោះហើយប៉ុន្តែគឺតម្រូវឲ្យយើងមានកងធនាគារអេស៊ីលីដាដែលមានលេខកងជាលុយរៀលចាហើយបងប្អូនអត់មានគឺត្រូវទៅបើកកងនឹងសិនណាដើម្បីបានលេខកងលុយរៀលហ្នឹងហើយមានចំនួនលេខ14ខ្ទង់ហ្នឹងបានយកហើយដែលយើងប្រើចំនួនកងតាមលេខទូរស័ព្ទអីហ្នឹងក៏គេអត់យកដែរគឺតម្រូវឲ្យបើកចំនួនកងដែលមានលេខ14ខ្ទង់ហ្នឹងណាបន្ទាប់ពីយើងបានបើកហើយនៅពេលដែលខែបន្ទាប់យើងទៅពិនិត្យផ្ទៃពោះគឺខែទី4ខាងពេទ្យគេនឹងចេញសៀវភៅសុខភាពមេដានេះឲ្យយើងហើយចេញពីខាងពេទ្យកាល់ម៉ែតណាសម្រាប់អ្នកដែលគាត់អត់មានបសសអញ្ចឹងគាត់ចូលមកច្រកដំបងនេះច្រកធំថ្មីហ្នឹងគឺគាត់អាចចូលតាមច្រកហ្នឹងបានហើយបន្ទាប់មកគឺគាត់ដើរចូលទៅដល់ខាងក្នុងទៅចាកន្លែងអាគារថ្មីហ្នឹងពេលដែលបងប្អូនចូលមកដល់កន្លែងនេះហើយគឺបងប្អូនមើលមកត្រង់មកគឺគេដាក់ផ្លាកថាផ្នែកពិគ្រោះជំងឺក្រៅកន្លែងហ្នឹងគឺជាកន្លែងពិនិត្យផ្ទៃពោះហើយចាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយបងប្អូនណាដែលគាត់មានចង្អល់អីបន្ថែមអាចឆាតឬមួយក៏ comment នៅខាងក្រោមវីដេអូនេះខ្ញុំមានពេលតនេខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់បងប្អូនទាំងអស់គ្នាវិញអរគុណច្រើនសម្រាប់ការតាមដានយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ហើយកុំភ្លេចជួយ Subscribe Channel របស់អ្នកខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗមុនគេ